ជីវិតមានឡើងមានចុះតួប្រុសចិនដល់3ម្នាក់ធ្លាក់ខ្លួនមកស្រុកកំណើតដាំប្រទេសចិញ្ចឹមជីវិតព្រោះតែគេលែងហៅថតដោយសារតែ AI បាទជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាសួស្តីប្រិយមិត្តទាំងអស់គ្នាតារាសម្ដែងចិនម្នាក់ដែលត្រូវបានគេស្គាល់ច្បាស់តែងតែដើរតួជាមេឬជាវាយដ៏មានឥទ្ធិពលនៅក្នុងរឿងភាគខ្លីៗនិងបានចូលរួមសម្ដែងប្រមាណជា200រឿងហើយនោះឥឡូវត្រូវបានមកបាត់បង់ការងារដោយសារតែបច្ចេកវិទ្យា AI តារាសម្ដែងប្រុស Xiang Xiaoli អាយុ28ឆ្នាំមុនចាប់អាជីពក្លាយជាតារាសម្ដែងដ៏មានប្រជាប្រិយភាពអាជីពរបស់លោកចាប់ផ្ដើមដំបូងជាមួយនឹងជំនាញរាំជាមូលដ្ឋានដោយក្រោយមកលោកត្រូវបានមិត្តភ័ក្តិណែនាំទៅកាន់ក្រុមថតរឿងភាគខ្លីមួយកាលពីចុងឆ្នាំ2023ចាប់តាំងពីពេលនោះមកលោកក៏បានក្លាយជាតារាល្បីមានគេស្គាល់ច្រើនជាពិសេសអ្នកនិយមទស្សនារឿងភាគខ្លីៗនៅក្នុងប្រទេសចិននៅពេលនោះលោក Xiang បាននិយាយថាលោកបានឃើញផ្ទាល់ភ្នែកនៅយុគសម័យមាសនៃការអភិវឌ្ឍឧស្សាហកម្មរឿងភាគខ្លីៗលោកថាក្នុងអំឡុងពេលដ៏មមាញឹកបំផុតលោកត្រូវធ្វើការងារជាប់រយៈពេល3ថ្ងៃដោយមិនបានសម្រាកឡើយយ៉ាងណាមិញជីវិតរបស់លោកបានចាប់ផ្ដើមផ្លាស់ប្ដូរចាប់តាំងពីឆ្នាំនេះមកដោយលោកធ្លាប់តែទទួលបានការសម្ដែងរត់ដឹករកពេលសម្រាកគ្មានតែឥឡូវទទួលបានឱកាសសម្ដែងតែមួយហើយតម្លៃខ្លួនដែលបានដាក់ស្នើគឺបានត្រឹមពាក់កណ្ដាលនៃឆ្នាំមុនតែប៉ុណ្ណោះវិស័យរឿងភាគខ្លីៗបានឆ្លងកាត់ការផ្លាស់ប្ដូរដោយសារតែបច្ចេកវិទ្យា AI បង្កើតជាតួអង្គនិមិត្តធ្វើឲ្យតួនាទីរបស់មនុស្សពិតប្រកាសត្រូវបានថយចុះដោយសារតែ AI ដណ្ដើមការងារកាលពីដើមខែមីនាឆ្នាំ2026កន្លងទៅនេះលោក Xiang ក៏បានងាកមកវិនិយោគក្នុងទឹកប្រាក់ចំនួន40,000 យន់ឬស្មើប្រមាណជា$58,000លើកសិដ្ឋានម្ទេសមួយកន្លែងនៅ Haidong ខេត្តជីងហៃគាត់ងាកមកជ្រើសរើសការដាំម្ទេសចិញ្ចឹមជីវិតវិញពីព្រោះតែពុកម្ដាយរបស់លោកជាកសិករដាំម្ទេសអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយលោកក៏បានរៀនចេះច្រើនពីអាជីពកម្មមួយនេះដែរលោក Xiang ក៏បាននិយាយថាការងារពេញម៉ោងរបស់ខ្ញុំគឺដាំម្ទេសហើយលក់វានៅតាមដងផ្លូវបើសិនមានឱកាសសម្ដែងឡើងវិញខ្ញុំនឹងទៅវិញតែបើអត់ខ្ញុំនឹងនៅតែបន្តធ្វើជាកសិករទៀតលោកក៏បានថែមទៀតថាក្នុងរឿងខ្ញុំផ្ទះកំភ្លៀងគេប៉ុន្តែឥឡូវជីវិតពិតកំពុងតែផ្ទះកំភ្លៀងខ្ញុំវិញហើយនៅក្នុងរឿងខ្ញុំមានលុយច្រើនណាស់ប៉ុន្តែជីវិតពិតខ្ញុំវិញខ្ញុំនឹងខឹងបើអ្នកមកទិញខ្ញុំហើយផ្លេចឲ្យលុយ10 យន់ឬស្មើជា$1.5មកឲ្យខ្ញុំគួរឲ្យដឹងថាបច្ចុប្បន្នលោក Xiang លោកបន្លែរបស់លោកនៅផ្សារជនបទមួយក្នុងប្រទេសចិនដោយម្ទេសរបស់លោកលក់ក្នុងតម្លៃ1គីឡូតែ4 យន់តារាសម្ដែងប្រុស Xiang Xiaoli អាយុ28ឆ្នាំមុនចាប់អាជីពក្លាយជាតារាសម្ដែងដ៏មានប្រជាប្រិយភាពអាជីពរបស់លោកចាប់ផ្ដើមដំបូងជាមួយនឹងជំនាញរាំជាមូលដ្ឋានដោយក្រោយមកលោកត្រូវបានមិត្តភ័ក្តិណែនាំទៅកាន់ក្រុមថតរឿងភាគខ្លីមួយកាលពីចុងឆ្នាំ2023ចាប់តាំងពីពេលនោះមកលោកក៏បានក្លាយជាតារាល្បីមានគេស្គាល់ច្រើនជាពិសេសអ្នកនិយមទស្សនារឿងភាគខ្លីៗនៅក្នុងប្រទេសចិនលោកបានទម្លាយអារម្មណ៍ចុងក្រោយថាជីវិតមានឡើងមានចុះខ្ញុំនៅតែជឿជាក់ថាខ្ញុំអាចយកឈ្នះលើភាពលំបាកទាំងនេះបានយ៉ាងណាមិញជីវិតរបស់លោកបានចាប់ផ្ដើមផ្លាស់ប្ដូរចាប់តាំងពីឆ្នាំនេះមកដោយលោកធ្លាប់តែទទួលបានការសម្ដែងរត់ដឹករកពេលសម្រាកគ្មានតែឥឡូវទទួលបានឱកាសសម្ដែងតែមួយហើយតម្លៃខ្លួនដែលបានដាក់ស្នើគឺបានត្រឹមពាក់កណ្ដាលនៃឆ្នាំមុនតែប៉ុណ្ណោះ